Chúng tôi số mới phải tặng ngọc này chụp này mong tiết hay ngày đấy nhom yok mê đến tệ tớ nâng xong và điện pra nó không mình tụt mà chạy muốn nọ đấy chùm nuôn ở đọc bảy bịa đọc bảy xong và điện chẳng á chẳng bản thân là còn khi mình tuần chết để có yang bắt dân ai còn bị tụt pra ta lấy mở chặt khắp bê bê chú chẳng vì sao máy để bỏ pra rồi còn rồi bỏ pra được nóng ở bị tụt tật chẳng tiếp tục tất dân ai về anh bây giờ tayเราdùng được một cái dạng mới sẵn cứ quỷ sinh chiến nâng xí sổ chiến nâng xí sổ chiến có một tục tất hay quỷ sinh chiến có một tục tất có một phần làm mày nâng ấy chắc là nó dân pi nắng cứ dân đi dây mới on mùi nè tại em đã mà tổng pi đâu chắc dân anh về ăn pi giá thì mỗi dân anh về thà quỷ sinh chiến dùng品 nòng tiết 卫生间用品 và thà bỏ pra nông tục tật dùng品 นั่นคือbỏ praนั่นchắc giờ ai vậy mà dàn thếอย่างอันฮะ洗手间用品 các bạn đã chẳng biết mà cái này pin nắng chẳngคือยัง vậy 卫生间用品 của bạn หรือก็ 洗手间用品 của bạn คือ là bỏ pra nông tục tật หรือก็ bỏ pra nông tục tậtต่อแล้วយើងមើលតើតើមានអីខ្លះយើងទៅមើលទាំងអស់គ្នាហ្នឹងអញ្ចឹងហើយកន្លែងនេះខ្ញុំសូមអធិស្ឋានទុកពីមុនដែរដោយសារខ្ញុំវាយបានផលិតមើលអញ្ចឹងណាអញ្ចឹងក៏ប៉ុន្តែម៉ានេះគឺនៅត្រូវនៅជួរក្រោមហេតែខ្ញុំសូមអធិស្ឋានលើហ្នឹងអញ្ចឹងឥឡូវនេះយើងអានតែពីម៉ាទៅយើងអានថាអឺម៉ាថងម៉ាថងអញ្ចឹងម៉ាថងហ្នឹងគឺប្រែថាបង្គន់អង្គុយនេះគឺលក្ខបែបនេះណាចានបង្គន់អង្គុយគេអានថាម៉ាថងចានបង្គន់អង្គុយអញ្ចឹងពាក្យនេះយើងអានថាម៉ាថងផិនឆាងម៉ាថងផិនឆាងប្រែថាក្បាលបាញ់បាញ់ទឹកសម្អាតហ្នឹងនៅគេហ្នឹងនេះអានប្រាប់បាញ់យើងសម្អាតពេលយើងតែបាត់ជើងហើយអញ្ចឹងបាញ់សម្អាតអញ្ចឹងអានថាម៉ាថងផិនឆាងផិនឆាងហ្នឹងគឺក្បាលបាញ់ណាផិនឆាងហ្នឹងក្បាលបាញ់ដល់ពេលម៉ាថងផិនឆាងហ្នឹងគឺក្បាលបាញ់នៅកន្លែងយើងប្រើប្រាស់តាមទប់ទឹកហ្នឹងណាចឹងឥឡូវយើងអានដល់ទៀតយើងអានថាឡាជីថងឡាជីថងដល់ទៀតឡាជីថងប្រែថាធុងសម្រាប់អញ្ចឹងសម្រាប់បងប្អូនដែលថាគាត់ស្ដាប់អត់ទាន់ទេយើងអាចយឺតជាងហ្នឹងឬក៏យើងសរសេរទុកហើយបើយើងអត់ទាន់ចេះស្ដាប់ប្រកបទេយើងអាចសរសេរជាខ្មែរក៏បានដែរដោយសារខ្ញុំកន្លែងពេញអញ្ចឹងខ្ញុំអត់បានសរសេរឲ្យហ្នឹងអញ្ចឹងឡាជីថងហ្នឹងគឺធុងសម្រាប់អញ្ចឹងបើសម្រាប់ហ្នឹងគេសម្រាប់គឺឡាជីហ្នឹងគឺសម្រាប់ហ្នឹងចុះឥឡូវយើងមើលថងសម្រាប់ដែលគេដាក់ជាមួយនឹងធុងសម្រាប់មកអញ្ចឹងយើងអានថាឡាជីតៃប្រថងសម្រាប់ហ្នឹងហើយយើងរក្សាឃើញក្នុងធុងសម្រាប់តែដាក់ថងដើម្បីងាយស្រួលក្នុងការយកចាក់ចោលអញ្ចឹងណាឡាជីតៃថងសម្រាប់តោះឥឡូវសូមយើងអាននៅពាក្យទី5ទៀតយើងអានថា卫生纸ប្រើក្រដាសអនាម័យហ្នឹងនៅទៅទឹកក៏មានប្រើដែរ卫生纸ក្រដាសអនាម័យបាទអញ្ចឹងទី6នេះយើងអានថាយ៉ាស្វាច្រាស់ដោះថ្មិចអងទៀតយ៉ាស្វាច្រាស់ដោះថ្មិចហ្នឹងមានច្រាស់ដោះថ្មិចហើយគឺយើងមានថ្នាំដោះថ្មិចហើយអញ្ចឹងថ្នាំដោះថ្មិចយើងអានថាយ៉ាកោអងទៀតយ៉ាកោថ្នាំដោះថ្មិចតោះឥឡូវយើងមើលទៅពាក្យទី7ហើយចូលមើលទី8អញ្ចឹងទី8នេះអានថា水龙头អងទៀត水龙头អងទៀត水龙头ប្រែថាក្បាលរុំប៊ីណេហ្នឹងយើងលាងដៃលាងអីហ្នឹងអញ្ចឹងហៅថាក្បាលរុំប៊ីណេ水龙头ក្បាលរុំប៊ីណេតោះចាឥឡូវយើងមើលក្រងក្បាលរុំនេះយើងមានឡាបូលាងដៃយើងឡាបូលាងដៃយើងអានថាស៊ី手池ស៊ី手池ប្រហែលឡាបូលាងដៃហ្នឹងហើយមកទៀតស៊ី手池ឡាបូលាងដៃចឹងកន្លែងហ្នឹងកន្លែងខ្លះគេអានស៊ីសូថៃក៏បានដែរណាគេអាន2យ៉ាងណា
តាមចិនគាត់និយាយអញ្ចឹងណាតោះឥឡូវមានឡៃលាងដៃហើយយើងត្រូវមានគេសាប៊ូលាងដៃអញ្ចឹងសាប៊ូលាងដៃថាស៊ីសូយេស៊ីសូយេប្រែថាសាប៊ូលាងដៃស៊ីសូយេសាប៊ូលាងដៃអញ្ចឹងបើលឺសំឡេងរំខានហើយសូមអធិស្ឋានផងអញ្ចឹងឥឡូវសាប៊ូលាងដៃហើយយើងអានថាមូស៊ូមូស៊ូប្រែថាក្រាស់សិតសក់មូស៊ូក្រាស់សិតសក់ហ្នឹងអញ្ចឹងពាក្យទី12នេះយើងអានថា漱口水漱សូមអធិស្ឋាន漱口水ទឹកកពុលមាត់តោះឥឡូវយើងបន្តទៅពាក្យយើងហ្នឹងអញ្ចឹងពាក្យទាំងនេះទៀតយើងអានថាកន្សែងបុកអានថាម៉េចអ៊ីជីនអ៊ីជីនប្រែថាកន្សែងពោះគោអ៊ីជីនកន្សែងពោះគោតោះទីពាក្យទី14យើងអានថាឈួយហ្វឹងជីឈួយហ្វឹងជីដល់ទៀតឈួយហ្វឹងជីម៉ាស៊ីនលំសក់ហ្នឹងឈួយហ្វឹងជីម៉ាស៊ីនលំសក់តោះអញ្ចឹងពាក្យទី15យើងអានថាជីងជឺជីងជឺកញ្ចក់ជីងជឺកញ្ចក់តោះពាក្យទី16យើងអានថា花洒花洒ដល់ទៀត花洒ក្បាលផ្កាឈូកហ្នឹងហើយផ្កាឈូកមួយទឹកយើងហ្នឹងអញ្ចឹងដល់ទៀត花洒ក្បាលផ្កាឈូកតោះអញ្ចឹងពាក្យទី17យើងអានថាមូអ៊ីលូដល់ទៀតមូអ៊ីលូសាប៊ូដុសខ្លួនអញ្ចឹងសាប៊ូដុសខ្លួនជាប្រភេទដបសាប៊ូទឹកអញ្ចឹងមិនមែនជាសាប៊ូដុំទេដល់ទៀតមូអ៊ីលូសាប៊ូដុសខ្លួនបាទសូមចាំដល់ទៀតនេះគឺជាសាប៊ូប្រភេទសាប៊ូដបតោះអញ្ចឹងពាក្យទី18ពាក្យចុងក្រោយនេះគឺយើងអានថាស៊ីហ្វាស៊ុយស៊ីហ្វាស៊ុយប្រែថាសាប៊ូកក់សក់ហ្នឹងចាំម្ដងទៀតស៊ីហ្វាស៊ុយសាប៊ូសាប៊ូកក់សក់ហ្នឹងអញ្ចឹងខ្ញុំគិតថាសម្ភារៈទាំង18ហ្នឹងដែលយើងសាប្រើប្រាស់ក្នុងប្រទឹកគឺអាចនឹងមានផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នាជាពិសេសយើងដែលធ្វើការនៅក្នុងខាងផ្នែកថាគារអ្វីសហគារហ្នឹងអញ្ចឹងយើងត្រូវការគ្រប់គ្រងដើម្បីដាក់ក្នុងបន្ទប់ទឹកភ្ញៀវអីចឹងណាអញ្ចឹងយើងអាចយកទៅប្រើប្រាស់បានអញ្ចឹងសង្ឃឹមថាពាក្យទាំងអស់នេះអាចជួយដល់អ្នកទាំងអស់គ្នាក្នុងការប្រើប្រាស់ភាសាចិនតាក់ទងជាមួយនឹងភ្ញៀវឬក៏ជាមួយនឹងថៅកែរបស់យើងអញ្ចឹងអរគុណច្រើនចុច Subscribe ដើម្បីទទួលបានមេរៀនថ្មីៗបន្ថែមទៀត